ជំរាបសួរបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានៅការប្រើប្រាស់រូបមន្តមួយដែលមាននៅក្នុង Google Sheet គឺយើងហៅថារូបមន្ត count អញ្ចឹងរូបមន្ត count គឺជារូបមន្តមួយដែលយើងប្រើប្រាស់ដើម្បីធ្វើការរាប់ហើយរូបមន្ត count នេះក៏មានរូបមន្តផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងការរាប់នេះដូចគ្នាដែរដោយការប្រើប្រាស់គឺប្រើប្រាស់ទៅតាមតម្រូវការនិងទៅតាមប្រភេទនៃការរាប់ផ្សេងគ្នាអញ្ចឹងនៅក្នុងតារាងឧទាហរណ៍នេះយើងឃើញថានៅក្នុងតារាងនេះគឺយើងមានឈ្មោះទំនិញយើងមានប្រភេទយើងមានចំនួនក្នុងស្តុកហើយនិងថ្ងៃបញ្ចូលស្តុកហើយនៅកន្លែងនេះគឺគេឲ្យយើងប្រើរូបមន្តដើម្បីគណនាទៅតាមតម្រូវការផ្សេងអញ្ចឹងយើងមើលឧទាហរណ៍ទី1ឧទាហរណ៍ទី1គឺគេប្រាប់យើងថារាប់តែក្រឡាណាដែលមានលេខអញ្ចឹងគេឲ្យយើងរាប់តែក្រឡាណាដែលមានលេខមានន័យថារាប់ទៅលើ column ណាដែលមានលេខអញ្ចឹងយើងឃើញថា column នេះជា column ចំនួនប៉ុន្តែគេឲ្យយើងរាប់ទៅលើតែទិន្នន័យដែលជាលេខតែប៉ុណ្ណោះអញ្ចឹងដើម្បីរាប់ទិន្នន័យបែបនេះគឺយើងប្រើរូបមន្តមួយគឺឈ្មោះថារូបមន្ត count អញ្ចឹងយើងស្មើមកអញ្ចឹងគ្រប់រូបមន្តទាំងអស់គឺយើងត្រូវតែចាប់ផ្ដើមដោយសញ្ញាស្មើអញ្ចឹងយើងស្មើ count បាទហើយបន្ទាប់មកគឺយើងបើកវងកញ្ចក់មួយបន្ទាប់មកគឺយើង select ទៅលើ rank ដែលយើងត្រូវរាប់អញ្ចឹងរបស់យើងមានប៉ុណ្ណឹងហើយយើងបិទវងកញ្ចក់យើង enter អញ្ចឹងនៅពេលនេះគឺយើងរាប់ឃើញថាមានចំនួន10បាទអីវ៉ាន់យើងដែលប្រភេទជាលេខនេះគឺយើងរាប់ទៅទិន្នន័យយើងប្រភេទជាលេខគឺមានចំនួន10មានន័យថា10ទិន្នន័យបាទអញ្ចឹងឥឡូវយើងរាប់ទៅថា10មែនអត់អញ្ចឹងជាប្រភេទលេខណាបាទគឺ1 2 3 4 5 6 7 8 9 10អញ្ចឹងយើងឃើញថាទិន្នន័យយើងប្រភេទជាលេខនេះគឺមានចំនួន10បងប្អូនអាចនឹងឆ្ងល់ថាចុះ60នេះគូតែជាលេខដែរហេតុអ្វីបានជាមិនរាប់នៅកន្លែងនេះគេដាក់60មែនប៉ុន្តែគេមានអក្សរនៅពីមុខគេហៅថា60 case អញ្ចឹងមានន័យថា60នេះគឺមានលាយអក្សរអញ្ចឹងនៅពេលណាដែលមានលាយអក្សរគឺយើងចាត់ទុកថាវាជាទិន្នន័យអក្សរវាមិនមែនជាលេខទេបើជាលេខទាល់តែជាលេខសុទ្ធបាទទាល់តែជាលេខសុទ្ធទើបយើងរាប់ថាជា number ជាលេខប៉ុន្តែបើសិនជាលេខអក្សរគឺវាមិនរាប់ចូលអក្សរទេអញ្ចឹងនៅកន្លែងនេះ10នេះគឺយើងរាប់យកតែលេខទេទិន្នន័យដែលប្រភេទជាលេខចឹងបើសិនជាបងប្អូនសួរថាចុះបើសិនមកយើងចង់រាប់យកទាំងអស់យើងរាប់យកទាំងលេខផងហើយយើងរាប់យកទាំងអក្សរផងតើយើងប្រើរូបមន្តបែបណាដើម្បីធ្វើការរាប់អញ្ចឹងដើម្បីយើងអាចធ្វើការរាប់ទាំងលេខផងហើយយើងរាប់ទាំងអក្សរផងនោះគឺយើងត្រូវប្រើរូបមន្តមួយទៀតដែលមានឈ្មោះថា count ដែរប៉ុន្តែគឺមានអក្សរ A អញ្ចឹង count ហើយមានអក្សរ A នេះគឺយើងប្រើសម្រាប់រាប់ដែរប៉ុន្តែរាប់ទាំងលេខហើយនឹងរាប់ទាំងអក្សរអញ្ចឹងយើងបើកវងកញ្ចក់មកហើយយើង select ទិន្នន័យដែលយើងត្រូវធ្វើការរាប់ហ្នឹងហើយយើងបិទវងកញ្ចក់មកបន្ទាប់មកគឺយើង enter អញ្ចឹងនៅពេលនេះគឺយើងទទួលបានលទ្ធផលគឺ11បាទមុននេះគឺ10ដោយសារអីដោយសារ10ដែលយើងមិនរាប់អក្សរដោយសារមានអក្សរមួយប៉ុន្តែនៅខាងក្រោមនេះ11ដោយសារយើងរាប់យកទាំងអស់គឺយើងរាប់យកទាំងលេខផងហើយយើងរាប់ទាំងអក្សរផងដោយយើងមិនរាប់បញ្ចូលទិន្នន័យដែលអត់មានន័យថា cell ណាដែល blank ទេមានន័យថា cell ដែល blank ហ្នឹងគឺយើងអត់រាប់ទេគឺយើងរាប់យកតែទិន្នន័យជាលេខហើយនឹងអក្សរដោយយើងថេប blank ចោលហ្នឹងគឺជារូបមន្ត count A បាទហើយជាការរំលឹកឡើងវិញរូបមន្ត count តទេនេះគឺយើងរាប់យកតែលេខទេណាបាទរាប់យកតែលេខទេហើយរូបមន្ត count A នេះគឺរាប់យកទាំងលេខហើយនឹងរាប់យកទាំងអក្សរឥឡូវនេះយើងចូលទៅលក្ខខណ្ឌទី3មានន័យថាចំណុចទី3ចំណុចទី3គេឲ្យយើងរាប់ចំនួនក្រឡាដែលគ្មានទិន្នន័យគឺមានន័យថាគេឲ្យយើងរាប់ទៅលើកន្លែងណាដែលមិនមានទិន្នន័យគឺជាប្រឡោះដែល blank ឧទាហរណ៍ដូចជាពណ៌លឿងដែលខ្ញុំបង្ហាញបងប្អូនហ្នឹងអញ្ចឹងយើងឃើញថាបើយើងរាប់ផ្នែកទៅទេគឺយើងឃើញថាយើងរាប់ទៅឃើញមួយហើយប៉ុន្តែនឹងដោយសារតែប្រភេទទិន្នន័យរបស់យើងគឺតិចប៉ុន្តែបើសិនជាយើងមានទិន្នន័យ
ច្រើនរាប់ពាន់រាប់ម៉ឺនគឺយើងអត់អាចរាប់ដោយប្រើភ្នែកទទេបានទេគឺយើងត្រូវការប្រើរូបមន្តអញ្ចឹងដើម្បីប្រើរូបមន្តរាប់ទៅលើក្រឡាដែលទទេអញ្ចឹងយើងប្រើរូបមន្តមួយទៀតដែលមានឈ្មោះថាយើងស្មើមកហើយយើងស្មើ count blank បាទ count blank អញ្ចឹង count blank នេះគឺគេប្រើសម្រាប់រាប់ទៅលើទិន្នន័យណាដែលជាប្រភេទ blank មានន័យថាជាប្រឡោះទទេប្រឡោះទំនេរបាទអញ្ចឹងយើង select មកដោយសារទិន្នន័យយើងខ្លីអញ្ចឹងយើង select ត្រឹមហ្នឹងមកបើសិនជាបងប្អូនមានវែងគឺបងប្អូន select ទៅតាមជាក់ស្ដែងអញ្ចឹងយើងបិទវងកញ្ចក់យើង enter មកអញ្ចឹងយើងឃើញថាប្រឡោះទំនេរប្រឡោះ blank របស់យើងនេះគឺមាន1ប្រសិនបើខ្ញុំលុបកន្លែងនេះចេញឲ្យទំនេរមួយទៀតអញ្ចឹងយើងឃើញថាទិន្នន័យរបស់យើងដែល blank នេះគឺមាន2ដោយសារខ្ញុំលុបចេញមួយណាបើសិនគឺខ្ញុំលុបខាងកន្លែងនេះចេញមួយទៀតអញ្ចឹងយើងឃើញថាប្រឡោះយើងនឹងឡើង3ហើយនឹងខាងលើនេះវានឹងធ្វើការផ្លាស់ប្ដូរទៅតាមហ្នឹងទៅបាទអូខេអញ្ចឹងខ្ញុំសូមបែកមកវិញអូខេអញ្ចឹងបន្តទៀតយើងមើលមកចំណុចទី4ចំណុចទី4គេឲ្យយើងថារាប់តែទំនិញណាដែលមានប្រភេទជាផ្លែឈើអញ្ចឹងយើងឃើញថាទំនិញរបស់យើងនេះជាឈ្មោះទំនិញនៅកន្លែងនេះហើយនៅកន្លែងនេះជាប្រភេទមានន័យថាជាក្រុមណាជា category អញ្ចឹងជាប្រភេទផ្លែឈើអញ្ចឹងគេឲ្យយើងរាប់ទៅលើទំនិញប៉ុន្តែរាប់ទៅលើទំនិញនេះរាប់ទៅលើតែផ្លែប្រភេទផ្លែឈើទេប្រសិនបើមិនមែនជាប្រភេទផ្លែឈើគឺយើងអត់រាប់ទេអញ្ចឹងយើងរាប់ទៅលើតែទំនិញណាដែលជាប្រភេទផ្លែឈើប៉ុណ្ណោះប្រសិនបើយើងមើលភ្នែកទទេយើងឃើញថាប្រភេទផ្លែឈើគឺមាននេះមួយយើងរាប់បានមួយណាបាទហើយមកខាងក្រោមទៀតកន្លែងនេះមួយទៀតណាផ្លែឈើអញ្ចឹងរឿងរាប់ទៅឃើញថាបានមាន2ណាទំនិញយើងមាន2ហ្នឹងបើសិនជាយើងរាប់ទទេរាប់តាមជាក់ស្ដែងយើងរាប់តាមភ្នែកយើងរាប់ជាក់ស្ដែងហ្នឹងគឺឃើញប៉ុណ្ណឹងប៉ុន្តែបើសិនជាយើងមានទិន្នន័យច្រើនយើងអត់អាចធ្វើបែបហ្នឹងបានទេអញ្ចឹងយើងត្រូវប្រើរូបមន្តដើម្បីធ្វើការរាប់អញ្ចឹងនៅកន្លែងនេះរាប់នៅកន្លែងនេះគឺយើងរាប់ឈ្មោះទំនិញរាប់ទំនិញដោយផ្អែកទៅលើប្រភេទមានន័យថាទោះតែលក្ខខណ្ឌហ្នឹងត្រូវប្រភេទហ្នឹងបានរាប់ប្រសិនបើខុសពីលក្ខខណ្ឌហ្នឹងគឺអត់រាប់ទេលក្ខខណ្ឌរបស់យើងគឺផ្លែឈើអញ្ចឹងណាអូខេអញ្ចឹងដើម្បីរាប់ដោយផ្អែកទៅលើលក្ខខណ្ឌគឺយើងប្រើរូបមន្តមួយទៀតដែលមានឈ្មោះថា count ប៉ុន្តែគឺមានពាក្យ if បាទ count if ចឹង count if នេះគឺជារូបមន្តដែលយើងរាប់ប៉ុន្តែរាប់ដោយមានលក្ខខណ្ឌរាប់ទៅលើតែអ្វីដែលត្រូវនឹងលក្ខខណ្ឌយើងបានយើងរាប់អញ្ចឹង count if នេះវាមានប្រឡោះ2ទី1គឺ rank ទី2គឺ criterion នេះគឺជាលក្ខខណ្ឌនឹងហើយចំណុចទី1គឺយើងប្រឡោះទី1នេះគឺយើងត្រូវ select ទៅលើ rank ចឹង rank របស់យើងនេះគឺ rank អីគេបាទគឺនេះ rank កន្លែងផ្លែឈើនេះបាទយើង select rank កន្លែងផ្លែឈើហ្នឹងមកបាទបន្ទាប់មកទៀតគឺយើង comma 1នៅពេលណាដែលយើង comma យើងចូលដល់ប្រឡោះទី2គឺលក្ខខណ្ឌអញ្ចឹងយើងរាប់ទៅលើ rank ហ្នឹងប៉ុន្តែយើងរាប់ទៅលើ rank ហ្នឹងយើងរាប់ទៅលើអីយើងរាប់ទៅលើតែផ្លែឈើទេបាទយើងរាប់ទៅលើតែផ្លែឈើទេប្រសិនបើមិនមែនជាផ្លែឈើគឺយើងមិនរាប់ទេអញ្ចឹងកន្លែងលក្ខខណ្ឌនេះគឺបងប្អូនអាចសរសេរចូលតែម្ដងអញ្ចឹងលក្ខណៈរបស់យើងដើម្បីសរសេរអក្សរគឺយើងត្រូវដាក់ធ្មេញកដោសិនណាបាទធ្មេញកដោគេហៅថា double quote ហ្នឹងបាទអញ្ចឹងយើងដាក់ធ្មេញកដោមកហើយយើងសរសេរអក្សរឲ្យចំកដាលធ្មេញកដោហ្នឹងអញ្ចឹងលក្ខខណ្ឌរបស់យើងគឺផ្លែឈើអញ្ចឹងយើងសរសេរផ្លែឈើបាទក្រោយពីយើងសរសេរផ្លែឈើរួចយើងបិទវងកញ្ចក់បន្ទាប់មកយើង enter នៅពេលនោះយើងនឹងទទួលបានចម្លើយគឺ2ដោយសារយើងរាប់ទៅលើថែផ្លែឈើអញ្ចឹងផ្លែឈើរបស់យើងនៅទីនេះមាន1ហើយយើងមើលមកបន្តទៀតនៅខាងក្រោមនេះគឺមានផ្លែឈើមួយទៀតអញ្ចឹងយើងឃើញថាផ្លែឈើមានចំនួន2ដងបាទមានចំនួន2ដងដោយសារយើងរាប់នេះគឺយើងរាប់ចំនួនដងណាផ្លែឈើមានចំនួន2ដងអូខេបាទឥឡូវនេះយើងចូលទៅចំណុចបន្តទៀតគឺតកតងជាមួយនឹងគេប្រាប់យើងគឺថារាប់ចំនួនទំនិញដែលមានស្តុកតិចជាង20បាទរាប់ចំនួនទំនិញដែលមានស្តុកតិចជាង20អញ្ចឹងលក្ខខណ្ឌនៅកន្លែងនេះគឺលក្ខខណ្ឌគេឲ្យយើងមើលទៅលើស្តុកអញ្ចឹងស្តុកគឺនៅកន្លែងនេះបាទស្តុកគឺនៅកន្លែងនេះអញ្ចឹងគេឲ្យយើងរាប់មើលថាតើចំនួនដែលតិចជាង20ហ្នឹងមានចំនួនប្រមាណដងណាប្រមាណទំនិញប្រមាណដងបាទអញ្ចឹងដើម្បីរាប់
tùm ninh đã miên chùm nuôn stock tại chiêng một phấy chẳng dương trời pra rụp môn ấy cái này ní cứ lẹ khăn đội khnia chẳng cứ rụp môn lẹ khăn chẳng rụp môn lẹ khăn cứ dương smart count if the dial bà dương bảo vùng chọn máu chẳng cái này ní cứ lẹ khăn cái cứ kịp bắt đầu từ lừa stock chẳng dương select chùm nuôn từ lừa cái này stock máu hay bắt đầu máu dương khám má bắt đầu máu cứ dương châu cái này đã criterion ní cứ chia cái này lẹ khăn chẳng lẹ khăn đã bỏ kế cứ tại chiêng một phấy bà ta chừng một phẩy chẳng lẹ khán cứ đôi khi bong bồn trừ so sánh nơi khăn double quote nè mình cả đảo chẳng bong bồn đã mình cả đảo máu hay ta sẽ nơi khăn bong mình cả đảo nằng cứ ta chừng một phẩy chẳng dương prasnya tại chiến hay đáng lẽ một phẩy bắt đầu máu dương bật vùng chọn vĩnh hay dương inter màu chẳng dương khơi thả là tập họ là bỏ dương stock là bỏ dương đã miên chấm luôn tại chừng một phẩy ní cứ miên chấm luôn 7 bà miên chấm luôn 7 chân dương ai xả ruột mới lại tại chiên một phấy anh đi bấm pơ đấy tại chiên một phấy chân ruột dọc mùi nè bà hay đọc đấy tại chiên một phấy chân ruột dọc mùi tiết cứ bàn pí bầy ní có tại chiên một phấy đá chân dương ruột tới cứ bàn bấy chấm này hàng cầu và to thì ní cứ sọt tái thôm chiên một phấy chân dương ọt ruột tề chân sọp sạch đấy máu cứ dương bàn 7 nè bà sẵn bạc nhôm đôi chật pram ní ôi tới chỉ đọc pram bánh ui để hó chẳng dương chọn đăng thà táo cái lại ní bên làng ọt bà chẳng viên đừng làng buồn đời xa ấy đời xa tái về châu lệ khán tội chiêng một phầy ok chẳng trong control z đầm bậy bộ mặc rồi bình ok chẳng dương châu chấm nói bắt to tiết kia prap tha rốt prophet play chớ hai miên stock lơ pi sai sập bà tì mối dương rốt prophet tì mối dương rốt prophet play chớ bà prophet ní cứ dươngตัวแต่ play เชื่อบ้านdươngรวบให้ตีปีคือตัวแต่ main stock เลิกปีสายซับบ้านรวบจังยังเคยทานในกะไหลนี้คือแหละคันมีจำนวนดอtừปีbàแหละคันมีจำนวนดอtừปีตีมวยคือแหละคันแต่เลือ play เชื่อ prophet play เชื่อตีปีแหละคันแต่เลือจำนวน stockจังbàแหละคันดอtừปีแบบนี้ตายังปรารูปมนเข้าเอาไว้วิ่งปีปรวนในครั้งเลยนี้แหละคันคือเมียนแต่มวยเตะโดยในกะไหลนี้แหละคันคือแหละคันยังรวบตัว play เชื่อคือแหละคันแต่มวยเตะคือยังปราเข้าจึงปราเข้า if ห้าจำนายไอเล็กใบกะไหลนี้แหละคันคือเมียนแต่มวยได้คือแหละคัน stock บ่าปันท้ายโดยไล่ในขนมนี้คือแหละคันเกี่ยวยังนี้คือปีพร้อมเนียคือแหละคันตีมวย play เชื่อจะประเภท play เชื่อให้แหละคันตีปีคือตัวแต่ main stock นั้นเลือกปีสายสับติดบ้านเอารวบบ่าตีมวย play เชื่อตีปีโบ play เชื่อนั้นกราวสายสับก็อัดรวบได้จังนะมีในแทนจังโอเคจังดำใบรวบแหละกันนะได้เป็นแหละคันเลือกปีมวยแบบนี้ก็ยังปรารูปประมวล count if ได้คือ count if บ่า count if สมตัวเสร็จเขาคือ count ifปัจจัย count if ในกะไรนี้เพราะฉะนั้นใบยืนโย count if ขังเลยแต่นี้คือสำหรับแหละคันแต่มวยเตปัจจัยโดยไลท์ดำเนินการบอกยืนคือแหละคันดอตัวปีจังยืนเตยการปรา count if ขังกราว count if ให้เมียน s จัง count if ได้เมียน s นี้คือยืนสำหรับรวบเตยเลอแหละคันได้เมียนเลอปีมวยคือยืนปราแหละคัน count if ได้เมียน s นั่งไอบ่าจังยืนคืนทานในขนมนี้ยืนมือปารามิดหรือข้ออักจุมันบอกเก๋คือเมียนตุ่มรงเชียแรงไกรเทเรียแรงไกรเทเรียจังบอกยืนนี้ตีมวยแรงระบอกยืนนี้คือเกี่ยวยืนแหละคันแต่เลือ play เชื่อบ่าแหละคันเลือ play เชื่อจัง play เชื่อในกระไรประเภทนี้จังตีมวยเกี่ยวยืนสลัดแรงจังยืนสลัดแรงเมาส์บ่าสลัดแรงตัวหมอกติดยืนขม้ายังด่าแหละคันจังแหละคันตีมวยคือไอ้เก๋คือ play เชื่อจังยืนบ่าวงก็จะสมโต๊ะยืน double quote เมาส์ให้ตัวมายังไว้ play เชื่อโจ้โดยสาแต่แหละคันระบอกยืนคือ play เชื่อบ่าให้ประตูหมอกติดยืนจอบให้ยืนขม้าดำใบโจตัวแหละคันตีปีจังแหละคันตีปีเก็บเอาตัวเลือ stock จังยืนสลัดแรงว่าเนี่ยแรงตีปีเมาส์จังแรงระบอกยืนนี่คือแรง stock จังยืนสลัดเลือแรง stock ให้ประตูหมอยืนขม้าดำใบโจตึกบรรโจแหละคันตีปีจังแหละคันตีปีระบอกเก๋คือเลือปีสายสับบ่าแหละlà stock นั่นคือเลือปีสายสับจังยืนบักวงยืนบัก double quote เมาส์ให้ยืนไว้ท้าทมเจียงซ้ายสับบ่าจังจอบหายจังแรงแหละคันตีแรงตีมวยแหละคันตีมวยแรงตีปีแหละคันตีปียังจอบหายจังยังบัดวงกระจกวิ่ง
បន្ទាប់មកគឺយើង enter បាទអញ្ចឹងនៅពេលណាដែលយើង enter គឺយើងបាន1ហេតុអ្វីបានជាបាន1ដោយសារបើសិនតែយើងមើលនៅកន្លែងនេះយើងឃើញថាផ្លែឈើគឺមានដល់ទៅ2ហេតុអ្វីបានជារាប់យកតែ1ដោយសារតែយើងមើលលក្ខខណ្ឌមួយទៀតគឺលក្ខខណ្ឌទី2លើសពី40នៅកន្លែងនេះផ្លែឈើមានដែរប៉ុន្តែចំនួនគឺអត់ចូលលក្ខខណ្ឌទី2មានន័យថាតូចជាង40ចឹងអត់រាប់ទេប៉ុន្តែនៅកន្លែងនេះផ្លែឈើត្រូវហើយលក្ខខណ្ឌទី2គឺលើសពី40ចឹងយើងមានស្តុក50នេះគឺលើសពី40ចឹងត្រូវគឺយើងរាប់យក1ចឹងណាបាទចឹងកន្លែងនេះគឺជាប្រភេទលក្ខណៈនៃការរាប់ដោយមានលក្ខខណ្ឌលើសពី1មួយទៀតគេសួរថាចំនួនប្រភេទអីវ៉ាន់ចឹងអីវ៉ាន់នេះយើងឃើញថាមានប្រភេទច្រើនគឺយើងឃើញមានផ្លែឈើប៉ុន្តែផ្លែឈើនេះមានដល់ទៅ2ដងហើយបន្លែនេះក៏មានដល់ទៅ2ដងដែរប៉ុន្តែគេអង្គគោលបំណងដែលគេឲ្យយើងរាប់នេះមានន័យថាគេឲ្យយើងរាប់ប្រមាណមុខដោយមួយមុខហ្នឹងយកបើសិនជាមួយមុខហ្នឹងមាន3 4ដងគឺរាប់យកតែមួយទេគឺចង់បានតែចំនួនប្រភេទជាក់ស្ដែងណាគេអត់ចង់បានចំនួន10មានន័យថាបើសិនជាអីវ៉ាន់ហ្នឹងមាន10មុខគឺរាប់យកតែ10មុខទេ10មុខទេទោះបីជាមុខផ្សេងមាន2 3ដងក៏ដោយគឺរាប់យកតែមួយទេហ្នឹងគោលបំណងគេចឹងអញ្ចឹងដើម្បីរាប់បែបហ្នឹងគឺយើងប្រើរូបមន្តរាប់ដូចគ្នាគឺស្មើ count បាទស្មើ count ដូចគ្នាប៉ុន្តែ count នៅកន្លែងនេះគឺគេប្រើ count មួយដែលមានឈ្មោះថា count unique បាទអញ្ចឹង count unique នេះគឺជា count ដែលរាប់យកតែចំនួនមានន័យថាបើសិនជាអីវ៉ាន់ហ្នឹងឈ្មោះ2ដងឬក៏3ដងមានន័យថាយើងរាប់តែយកតែមួយទេហើយអីវ៉ាន់មុខផ្សេងក៏ដូចគ្នាដែរអញ្ចឹងបន្ទាប់មកយើងដាក់ count unique មកហើយយើង select យកកន្លែងដែលយើងចង់រាប់នឹងមកអូខេបាទហើយបន្ទាប់មកគឺយើងបិទវងកញ្ចក់ហើយបងប្អូន enter មកអញ្ចឹងនៅពេលនោះយើងឃើញថាប្រភេទនៃផ្លែឈើរបស់យើងគឺមាន8ប្រភេទគឺមាន8ប្រភេទដោយយើងមិនគិតទៅលើប្រភេទដែលដប់គ្នាទេមានន័យថាបើដប់គ្នា2ចេះគឺយើងរាប់យកតែមួយទេហើយផ្លែឈើដែលដប់គ្នាហ្នឹងក៏រាប់យកតែមួយដែរបន្លែនេះបើសិនជាមាន2ដងក៏រាប់យកតែមួយដែរអញ្ចឹងណាដល់ពេលរាប់បាទគេចម្រាញ់រាប់បែបហ្នឹងរាប់ឡើងទៅគឺឃើញមានចំនួន8ប្រភេទបាទ8ប្រភេទ unique បាទអញ្ចឹងនេះហើយគឺជារបៀបនៃការប្រើប្រាស់រូបមន្ត count អញ្ចឹងរូបមន្ត count សរុបឲ្យខ្លីមកគឺជារូបមន្តដែលគេប្រើប្រាស់សម្រាប់ធ្វើការរាប់ហើយរបៀបនៃការរាប់នេះគឺវាមានប្រភេទនៃការរាប់ផ្សេងពីគ្នាដោយដែលអ្វីខ្ញុំបានរៀបរាប់ជូនបងប្អូនតាំងពីដើមរហូតមកដល់ពេលនេះអញ្ចឹងខ្ញុំសង្ឃឹមថានៅក្នុងវីដេអូនេះបងប្អូនអាចនឹងយល់ហើយបងប្អូនអាចនឹងយកនៅវីដេអូនេះទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ជាចំណេះដឹងក្នុងកិច្ចការងារប្រចាំថ្ងៃជាក់ស្ដែងរបស់បងប្អូនអូខេអញ្ចឹងវីដេអូរបស់ខ្ញុំបានឈានមកដល់ទីបញ្ចប់ហើយយើងនឹងជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយអរគុណច្រើនសូមជម្រាបលាហើយសូមព្រះយេស៊ូវគ្រីស្ទប្រទានពរ